សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិទានរឿងមួយរឿងដែលមានចំណងជើងថាសមត្ថភាពយល់ដឹងដ៏អស្ចារ្យរឿងនេះវាជារឿងដែលល្អមើលមួយរឿងដែលបងប្អូនទាំងអស់គ្នានឹងជក់ចិត្តដិតអារម្មណ៍ជាមិនខានទេដែលការស្ដាប់ខ្ញុំនិទានមានការខុសខាតត្រង់ណាសូមមេត្តាខន្តិអភ័យទោសផងជាមុនពីរឿងរបស់យើងគឺជារឿងបែបវិទ្យាសាស្ត្រដែលសិក្សាពីក្បួនច្បាប់នៃធម្មពលលំហធម្មពលវិញ្ញាណដើម្បីឲ្យឡើងកម្រិតដ៏អស្ចារ្យដើម្បីកុំឲ្យសំតប៉ែយូរអ្នកទាំងអស់គ្នាចូលសាច់រឿងយើងតែម្ដងទៅនេះជាស្ថានភាពអ្នកត្រូវរៀនរៀបចំខ្លួនអ្នកនៅពេលដែលអ្នកត្រឡប់មកវិញនេះជាសម្ដីរបស់គ្រូបង្ហាត់គាត់បានកលេចមើលយុវជនទន់ខ្សោយដែលនៅចំពោះមុខគាត់ដោយក្តីអាណិតអាសូរយុវជនបានគិតថាខ្ញុំបានចោះឈ្មោះធ្វើជាទេមួយសន្ទុះក្រោយមកលីនយួនបានបង្ហាញនៅភាពរឹងប៉ឹងគាត់មិនបានឆ្លងកាត់យូរទេហើយក៏មិនទាន់មានពេលសម្របខ្លួនដែរទៅមុខទៀតបងប្អូននឹងដឹងហើយថាមកពីហេតុអីមុននឹងគាត់ដឹងគាត់ត្រូវបានវេនឹងប៊ូឡុងពណ៌ខៀវតាមពិតសម្រាប់សិស្សធម្មតាដូចជាលីនយួនការចោះចូលមិនមែនជារឿងអាក្រក់បែបនេះទេរដ្ឋាភិបាលតែងតែមានចិត្តសប្បុរសចំពោះការចំណាយលើយោធារបស់ខ្លួនទោះបីអ្នកជាទាហានក៏ដោយក៏ការព្យាបាលមិនអាក្រក់ដែរប៉ុន្តែនោះក្នុងពេលសន្តិភាពតែប៉ុណ្ណោះឥឡូវនេះមានពាក្យចចាមអារម្មណ៍អំពីការវេលុករបស់ជនបរទេសនៅក្នុងប្រព័ន្ធផ្កាយព្រំដែនមនុស្សជាច្រើនបានស្មានថាការចោះចូលនេះគឺដើម្បីបង្រឹងនិងបំរុងកងទ័ពជួរមុខនៅក្នុងយុគសម័យផ្កាយនៃ2លាន6សែនឆ្នាំសម្ព័ន្ធប្រយុទ្ធប្រឆាំងនឹងអេលៀនបានអនុវត្តការពង្រឹងអន្តរតារាដ៏ឃ្លាខ្លាដោយកាន់កាប់ប្រព័ន្ធហ្គាឡាក់ស៊ីរាប់មិនអស់ដោយជាមិនបានចូលទៅក្នុងទំនាក់ទំនងអរិយធម៌ប្រភេទសត្វដទៃទៀតធនធាននៅមានកម្រិតហើយដើម្បីប្រកួតប្រជែងនឹងធនធានលោហៈធាតុផ្សេងអរិយធម៌មនុស្សបានផ្ដួចផ្ដើមសង្គ្រាមចំនួនជាបន្តបន្ទាប់អរិយធម៌ជនបរទេសដែលត្រូវគេបណ្ដេញចេញទាំងនោះពពួកសត្វបរទេសទាំងនោះបានមើលអរិយធម៌មនុស្សពីស្រមោលដើម្បីរកឱកាសក្នុងការវាយលុកលីនយួនបាននិយាយថាឥឡូវនេះវាមានបញ្ហាអារម្មណ៍របស់លីនយួនបានធ្លាក់គាត់បានដឹងយ៉ាងច្បាស់ថាទោះបីអរិយធម៌របស់មនុស្សទូទៅក៏ដោយក៏គ្មានដៃលើដាច់ខាតនៅក្នុងសង្គ្រាមភាគច្រើនប្រឆាំងនឹងអរិយធម៌ប្រភេទសត្វដទៃទៀតស្ថានភាពនៅលើសមរភូមិជាក់លាក់ក៏គ្មានអ្វីក្រៅពីការជិះទូកដោយរលូនអរិយធម៌ជនបរទេសជ្រៅក្នុងសមុទ្រផ្កាយគឺសាហាវនិងខូខើណាស់ជាមួយមនុស្សដែលមានកម្លាំងខ្លាំងដែលមិននឹកស្មានដល់ហើយការបំបែកនាវាចម្បាំងដោយប្រើដៃទទេគឺមិនមែនជារឿងកំ pl ែងទេចុំយៈខ្លាំងកម្រិតណាទៅគ្រាន់តែដៃទទេក្នុងការប្រយុទ្ធប្រឆាំងនឹងសត្វជនបរទេសទាំងនោះសូម្បីតែមនុស្សដែលមានអាវុធពេញលេញក៏មានអត្រានៃការស្លាប់ពី20ទៅ30%លើសពីនេះទៅទៀតដោយសារការសម្ងាត់នៃសង្គ្រាមទាហានទាំងអស់ដែលត្រូវបានចូលរួមក្នុងការសម្លាប់ពូជសាសន៍ត្រូវបានហាមឃាត់មិនឲ្យមានទំនាក់ទំនងពីភពខាងក្រៅរយៈពេលជាមធ្យមនៃសង្គ្រាមផ្កាយមានរយៈពេលរាប់រយឬច្រើនរយឆ្នាំដោយគ្មានអ្វីខុសពីធម្មតានោះទេម្យ៉ាងវិញទៀតលីនយួនដែលត្រូវបានជ្រើសរើសបម្រើកងទ័ពនេះទោះបីជាគាត់ត្រូវបានរួចផុតពីចំនួនមនុស្សក្រៅភពក៏ដោយជានឹងចំណាយពេលនៅសល់នៃជីវិតរបស់គាត់នៅលើយានអវកាសដ៏ត្រជាក់នៅក្នុងលំហអវកាសគាត់នឹងមិនដែលប៉ះដីឬសមុទ្រនៃភពដែលមានជីវិតទៀតទេលីនយួនបានដកដង្ហើមធំនាយកតើយើងអាចនិយាយអំពីរឿងនេះបានទេឪពុកម្ដាយរបស់ខ្ញុំកំពុងពឹងលើខ្ញុំសម្រាប់ការគ្រប់គ្រងហើយខ្ញុំមានប្អូនស្រីម្នាក់គ្រូបានគោះតុកដោយនិយាយយ៉ាងម៉ឺងម៉ាត់ថាកុំបារម្ភដោយការឆ្លើយតបយ៉ាងសកម្មចំពោះគោលនយោបាយការចោះឈ្មោះចូលរបស់រាជរដ្ឋាភិបាលគ្រួសាររបស់អ្នកនឹងត្រូវបានគេយកចិត្តទុកដាក់យ៉ាងត្រឹមត្រូវមុខតំណែងបច្ចុប្បន្នរបស់ឪពុករបស់អ្នកនឹងត្រូវបានលើកឡើងមួយកម្រិតហើយម្ដាយរបស់អ្នកនឹងទទួលបានការងារគួរឲ្យគោរពនៅក្នុងស្រុកប្អូនស្រីរបស់អ្នកនឹងត្រូវបានលើកលែងពីថ្លៃសិក្សាចាប់ពីពេលនេះតទៅហើយប្អូនស្រីរបស់ឯងនឹងបានចូលរៀននៅក្នុងសាលាខ្ពស់ជាងនេះអញ្ចឹងឯងបានថែរក្សាអ្វីទាំងអស់ហើយឬនៅបន្ទាប់ពីការស្លាប់របស់ខ្ញុំលីនយួនបានបិទមាត់ដោយគាត់មានអារម្មណ៍ថាស្មុគស្មាញដែលមិនអាចពិពណ៌នាតាមពិតលក្ខខណ្ឌទាំងនេះវាសមស្របអាចទទួលយកបានបច្ចុប្បន្នឪពុករបស់ខ្ញុំកំពុងជាប់គាំងក្នុងកម្រិតដាំដុះដែលមនុស្សជាច្រើនមិនអាចទម្លាយបានក្នុងរយៈពេលច្រើនសតវត្សរ៍ហើយម្ដាយរបស់គាត់អត់មានការងារធ្វើហើយនឹងធានាបាននូវការងារគួរជាទីគោរពនិងជួយឲ្យគ្រួសារមានជីវភាពធូរធារជាងមុនប៉ុន្តែហេតុអ្វីទាំងអស់នេះបានមកពីការលះបង់របស់ខ្ញុំលីនយួនទើបតែបានឆ្លងចូលរូបរាងកាយនេះកាលពីប្រហែលថ្ងៃមុនហើយទោះបីជាគាត់ទទួលបាននៅអនុស្សាវរីយ៍ទាំងអស់ក៏ដោយលីនយួនពិបាកសម្រេចចិត្តក្នុងការលះបង់ទាំងនេះដើម្បីសុភមង្គលគ្រួសារការតស៊ូដែលមិនអាចពិពណ៌នាបានកើតឡើងនៅក្នុងចិត្តរបស់គាត់ខ្ញុំនៅតែចូលចិត្តជីវិតនៅលើភពផែនដីនេះជាងលីនយួនបានស្ងប់ស្ងាត់មួយសន្ទុះបន្ទាប់មកមិនអាចនិយាយ
ចេញក្រៅបាននៅពេលដែលគាត់ខ្លាចជាទាហានអ្វីៗទាំងអស់នឹងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាដល់ពេលនោះវានឹងយឺតពេលក្នុងការបដិសេធនាយកបានលួងលោមចិត្តលៀនយួនមួយសន្ទុះប៉ុន្តែលៀនយួនបានបើកមាត់ចង់និយាយវិញនាយកបានលាដៃចេញប៉ុន្តែមិនអីទេទៅឥឡូវនេះចំណាយពេលជាមួយគ្រួសារនេះឲ្យបានល្អនៅប្រហែលថ្ងៃខាងមុខលៀនយួនបានក្រោកឈរហើយចាក់ចេញទៅខាងក្រៅសិស្សរាប់សិបនាក់វ័យអាយុរបស់លៀនយួនត្រូវបានតម្រង់ជួរពេលលៀនយួនចេញមកសិស្សម្នាក់ក៏ចូលមិត្តរួមថ្នាក់តើនាយកបានសុំឲ្យយើងមកទីនេះដើម្បីអ្វីសិស្សម្នាក់បានចាប់កាន់ដៃលៀនយួនហើយខ្សឹបអ្នកនឹងដឹងនៅពេលដែលអ្នកចូលលៀនយួនបានដកដង្ហើមធំដោយមិននិយាយអ្វីបន្ថែមក៏ដើរចេញមុនពេលជួបនាយកលៀនយួនមិនបានរំពឹងថានឹងចុះចូលកាតព្វកិច្ចធ្វើជាទាហានកាលពីសប្តាហ៍មុនគាត់បានរៀនដោយបង្ខំពីការផ្សព្វផ្សាយរបស់ប្រព័ន្ធដែលមានសិទ្ធិអំណាចនៅលើភពផែនដីរបស់គាត់ខ្ញុំបញ្ជាក់បងប្អូនបន្តិចរឿងហ្នឹងមានប្រព័ន្ធដែលប្រព័ន្ធហ្នឹងគេបង្កើតឡើងក្នុងការគ្រប់គ្រងមនុស្សប្រព័ន្ធហ្នឹងបង្កើតឡើងដោយទេវៈហ្នឹងទៅមុខទៀតអ្នកទាំងអស់គ្នានឹងដឹងហើយតោះចូលសាច់រឿងយើងវិញប៉ុន្តែនៅពេលនោះលៀនយួនមិនយកចិត្តទុកដាក់ខ្លាំងទេទំហំនៃការចោះចូលដោយបង្ខិតបង្ខំរួមបញ្ចូលទាំងភពខាង Landstar ទាំងមូលព្រមទាំងភពដែលអាចរស់នៅក្បែរនោះរាប់មិនអស់ភពខាង Landstar ហ្នឹងគឺជាភពផែនដីដែលតួឯកយើងនៅជាមួយនឹងចំនួនប្រជាជនអចិន្ត្រៃយ៍នៃ50,000 លាននាក់នៅលើខាង Longstar ច្រើនណាស់នៅភពខាង Landstar តម្រូវឲ្យជ្រើសរើសរាប់រយពាន់នាក់តែប៉ុណ្ណោះតាមទស្សនៈដែលកើតមានឱកាសដែលពលរដ្ឋនឹងចោះចូលកាតព្វកិច្ចប្រហែលជាមួយសែននិយាយអំពីលៀនយួនយើងវិញពេលដែលត្រឡប់មកផ្ទះបានរកឃើញឪពុកម្ដាយរបស់ខ្លួននិងប្អូនស្រីដែលអង្គុយកៅអីនៅទីនោះដែរនាងបានសម្លឹងមើលនំនៅពីមុខនាងដោយស្រក់ទឹកភ្នែកប៉ុន្តែមិនហ៊ានឈោងទៅរកសៅយ័ន្តម្ដាយស៊ូគីងក្រកឈរសម្លឹងមើលលៀនយួនដែលពោពេញទៅដោយពាក្យដែលនាងហាក់ដូចជាមិនអាចបញ្ចេញបានឪពុកលីនស៊ូជេងកំពុងតែងើយឆ្ងល់ដោយអង្គុយគិតយ៉ាងជ្រៅនៅទីនោះហើយគាត់បានដឹងដំណឹងរបស់កូនគាត់រួចមកហើយតបមកលីនស៊ូជេងបានទៅពឹងវិជាស្ថានឲ្យជួយប៉ុន្តែគោលការណ៍នេះបានសម្រេចដោយរាជរដ្ឋាភិបាលរួចមកសូម្បីតែអភិបាលក្រុងខាង Landstar ក៏ត្រូវបង់ថ្លៃយ៉ាងសម្បើមដើម្បីផ្លាស់ប្ដូរadmin សុំប៉ុណ្ណឹងសិនណាជីកណាមើលទៅមុខមិនរួចទេបានប៉ុណ្ណឹងសិនណាបើអ្នកទាំងអស់គ្នាចូលចិត្តសូមជួយ Sub និង Like ម្នាក់មួយផង